មានអ្នកខ្លះនៅខាងក្រៅបកកាយនិយាយបបាច់ច្រើនមែនទេប៉ុន្តែហ៊ានទៅទាញកាមេរ៉ាឬក៏ចូលវីដេអូភ្លាមក៏កៀងឡើងនិយាយអីបានតែម្ដងហើយខ្ញុំជឿថារឿងហ្នឹងគឺកើតឡើងច្រើនសម្រាប់អ្នកចង់ធ្វើវីដេអូដំបូងអញ្ចឹងវាជារឿងធម្មតាទេហើយដំណោះស្រាយទៅលើរឿងហ្នឹងដំបូងនៅក្នុងការចាប់ផ្ដើមអាចថាយើងមិនទាន់ចេញមុខនិយាយមុខកាមេរ៉ាក៏បានដែរទៅជាលក្ខណៈ voice over ឬក៏បញ្ចូលសំឡេងពីក្រោយអាហ្នឹងគឺគេធ្វើច្រើនមែនទែននៅលើបណ្ដាញសង្គមអញ្ចឹងយើងធ្វើ voice over ហ្នឹងដើម្បីបន្ស៊ាំខ្លួនទៅនឹងការធ្វើវីដេអូបន្តិចទៅហើយបន្ទាប់មកបានយើងរៀងជំនះខ្លួនឯងបន្តិចចាប់ដើមរៀនថតចេញមុខអីទៅប៉ុន្តែសំខាន់ណាអ្នកដែលអត់ហ៊ានថតចេញមុខហ្នឹងគាត់អត់ស៊ូទេអ្វីដែលខ្ញុំមើលឃើញណាគាត់អត់ស៊ូហ្នឹងមានន័យម៉េចគាត់ថតខុសតែម្ដងគឺគាត់លែងចង់មានអារម្មណ៍ថតហើយមែនតែនគឺការថតណាគឺខុសច្រើនដងខ្លាំងហ្មងហើយបើសិនជាយើងនិយាយដល់បើសិនជាយើងមើលកុនវិញណាមុំតបានមកប្លង់គឺគេថតខុសរាប់ដងហើយបានចេញជាមួយប្លង់ដែលល្អឥតខ្ចោះហ្នឹងអញ្ចឹងយើងកុំខ្លាចរឿងថតខុសអីថតខុសលុបចោលថតខុសលុបចោលទៅហើយកុំរំពឹងថាចាំរហូតដល់ល្អឥតខ្ចោះអីត្រឹមតែមិននិយាយបានយើងអាចចេញទៅបានហើយសម្រាប់វីដេអូមុនខ្ញុំនិយាយថាវីដេអូត្រូវមាន script ហើយអ្នកមួយចំនួននៅពេលដែលមាន script ចឹងគឺគាត់និយាយតាម script អត់បានតែម្ដងការដែលមាន script គឺមិនមែនមានន័យថាឲ្យបងប្អូននិយាយទៅតាម script ហ្នឹងឯងប៉ុន្តែយើងដឹងក្នុងខួរក្បាលឬគោលគំនិតរបស់យើងថាត្រូវធ្វើអីខ្លះត្រូវនិយាយអីខ្លះនៅក្នុងវីដេអូមួយហ្នឹងហើយមែនតើវាមិនបាច់ជាការដែលយើងអានតាម script ទាំងស្រុងទេប៉ុន្តែជាការត្រេថាយើងនឹងនិយាយអីខ្លះឬក៏ចែករំលែកគោលគំនិតអីខ្លះនៅក្នុងវីដេអូមួយហ្នឹងអញ្ចឹងនៅពេលដែលយើងចាំជាគោលគំនិតទៅយើងអាចរំលងនៅការទន្ទិញ script ឲ្យចាំគ្រប់ម៉ាត់ហើយសម្រាប់ខ្ញុំគិតថាជាចំណុចចុងក្រោយដើម្បីឲ្យបងប្អូនអាចនិយាយមុខកាមេរ៉ាបានតែម្ដងហ្នឹងគឺសម្លឹងមើលកាមេរ៉ាហើយឧបមាថាវាជាកែវភ្នែករបស់មនុស្សវិញខ្ញុំជឿថានៅពេលដែលបងប្អូនទំនាក់ទំនងមួយមនុស្សជាច្រើននៅយើងសន្ទនាប្រចាំថ្ងៃណានៅពេលដែលយើងនិយាយមើលមុខគេយើងនិយាយរៀងប្រកបដោយទំនុកចិត្តជាងអញ្ចឹងសម័យថាកាមេរ៉ាហ្នឹងគឺជាភ្នែកមនុស្សទៅគាត់ថាចំណុចដែលខ្ញុំនិយាយចុងក្រោយគឺជាចំណុចដែលលំបាកហើយបើសិនជាទាំងអស់គ្នាជំនះចំណុចហ្នឹងបានគឺអាចនិយាយចេញមុខដោយងាយស្រួលដែរហើយសម្រាប់ bonus នៅក្នុងការថតចំពោះបងប្អូនអរគ្នាអាចថតខ្លីៗហើយកាត់បញ្ចូលគ្នាទៅក៏គ្មានពីណាដឹងថាគេកាត់តដែរដូចវីដេអូដែលខ្ញុំបង្ហោះនេះអញ្ចឹងបងប្អូនថាដឹងថាខ្ញុំថតខុសនិយាយខុសប្រហែលដងហើយបងប្អូនឃើញតែផលិតផលសម្រាប់ប៉ុណ្្នឹងឯងអញ្ចឹងសង្ឃឹមថាបងប្អូនអាចជំនះរនាំងនៅក្នុងការចេញវីដេអូដោយបង្ហាញមុខខ្លួនឯងបានហើយនេះជាថ្ងៃទី3នៃការដែលខ្ញុំចេញវីដេអូ